ប្រើ Telegram យូរហើយទៀតអត់ដឹងពីរបៀបទិញ Telegram Premium ឬមក Star តាមរយៈការបង់លុយនៅក្នុងធនាគាររបស់យើងដោយប្រើការ scan QR code អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយើងអាចទិញបានអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចតាមលើ link bot Telegram មួយនេះបានដែល link នៅលើ bio របស់ខ្ញុំឬមក description ខាងក្រោមអញ្ចឹងបន្ទាប់ពីយើងចុច start ហើយគឺអ្នកទាំងអស់គ្នាត្រូវចុចលើពី Open Store អញ្ចឹងវានឹងមានជម្រើសយើងអ្នកទាំងអស់គ្នាចង់ទិញ Star យក Star មកបើសិនជាយើងចង់ទិញ Premium យក Premium មកអញ្ចឹងកន្លែងនេះគឺយើងត្រូវដាក់ username របស់យើងចូលណា username account Telegram អូខេអញ្ចឹងបន្ទាប់ពីខ្ញុំ copy Telegram username របស់ខ្ញុំហើយខ្ញុំផាសវាចូលមកវានឹងបង្ហាញឈ្មោះហើយនឹង profile របស់យើងនៅខាងក្រោមនេះហើយអញ្ចឹងអានេះវាមានជម្រើសយើងអ្នកទាំងអស់គ្នាចង់ទិញ3ខែ6ខែឬមួយក៏រយៈពេល12ខែយើង select យកតាមនឹងមកអញ្ចឹងបន្ទាប់ពីយើងចុចហើយយើងអាចចុចលើពាក្យ pay with QR បានអញ្ចឹងវានឹងចេញ QR code មកអញ្ចឹងយើងគ្រាន់តែធ្វើការ screenshot ហើយយកទៅបាញ់លុយនៅក្នុងធនាគាររបស់យើងបន្ទាប់ពីយើងបាញ់លុយទៅហើយគឺយើងទទួលបាន Telegram Premium តែដោយសារ account របស់ខ្ញុំវាមាន Premium ស្រាប់ហើយអញ្ចឹងខ្ញុំមិនអាចទិញបានទេប៉ុន្តែខ្ញុំនឹងឧទាហរណ៍ទៅលើការទិញ Telegram Style អ្នកទាំងអស់គ្នាមើលចឹងខ្ញុំធ្វើការដាក់ username របស់ខ្ញុំចូលបន្ទាប់មកខ្ញុំចង់ទិញទៅលើចំនួន56 star អញ្ចឹងខ្ញុំទៅសេ56មកហើយបន្ទាប់មកទៀតខ្ញុំចុចលើពាក្យ pay with QR សម្រាប់ទាំងអស់គ្នាដែលអត់ដឹងថា Telegram Star ជាអីទេអាចទៅមើល YouTube បានដោយសារវាខុសពី Telegram Premium ពីច្រើន Telegram Star ហ្នឹងគេយកវាទៅទិញរូបភាពវីដេអូឬមកក៏ react អីផ្សេងៗនៅលើ Telegram Channel ពីច្រើនតអ្នកដែលចាក់បាល់បានស្គាល់អូខេអញ្ចឹងខ្ញុំសូមធ្វើការចុចលើពាក្យទូទាត់ឥឡូវបន្ទាប់ពីខ្ញុំដាក់ QR ចូលហើយយើងចុចបញ្ជាក់មកចំនួន90បន្ទាប់ពីយើងបាញ់ទៅហើយយើងចូលមកមើលនៅក្នុង bot នេះវិញយើងធ្វើការរងចាំបន្តិចអញ្ចឹង Star វានឹង load មកហើយអញ្ចឹងបន្ទាប់វាចេញគ្រីចឹងហើយមានថាយើងទិញវាបានជោគជ័យហើយយើងអាចមកចូល check មើល account របស់ខ្ញុំបានអូខេអញ្ចឹងឥឡូវខ្ញុំទៅទិញបានវាបានជោគជ័យហើយគឺចំនួន56 star ដែលយើងទិញមិញអញ្ចឹង Telegram Telegram account official មកមាន verify គឺវានឹង send star យើងតែម្ដងអញ្ចឹងរបៀបទិញមានតែប៉ុណ្្នឹងទេងាយៗហើយអ្នកទាំងអស់គ្នាអាចបង់លុយតាម crypto ក៏បានដែរ